កើតមានឡើងដោយសារតែវាមានដំណើរដើមតងពីបុណ្យសពទៅណាខ្មែរយើងមានបន្ទាប់ពីពេលបុណ្យស្លាប់គេហៅបុណ្យសពណាឬក៏បុណ្យជាបណកិច្ចអីអញ្ចឹងទៅណានឹងគេហៅអញ្ចឹងហើយចេញពីបុណ្យសពហ្នឹងមកយើងមាន7ថ្ងៃមានណា100ថ្ងៃខួប1ឆ្នាំ2ឆ្នាំអីហោហើយអញ្ចឹងទៅហើយបើចិនគេធ្វើខួប49ថ្ងៃទៅទៀតប៉ុន្តែយើងខ្មែរណាមានបុណ្យសព7ថ្ងៃ100ថ្ងៃហើយខួប1ឆ្នាំ2ឆ្នាំអីហោហើយអញ្ចឹងទៅនៅក្នុងបុណ្យទាំងអស់ហ្នឹងអត់ខុសគ្នាទេញាតិញោមគោលបំណងធ្វើហ្នឹងគឺដើម្បីឧទ្ទិសកុសលជូនចំពោះអ្នកដែលស្លាប់ណារឿងគោលបំណងនៃការធ្វើពិតប្រាកដហ្នឹងគឺឧទ្ទិសកុសលជូនចំពោះអ្នកដែលស្លាប់អញ្ចឹងញោមចំណាំមើលណាឲ្យតែឮគេថាពិធីបុណ្យតក្ខេណានុបទានញោមមិនបាច់គិតអីវែងឆ្ងាយទេពាក្យថាតក្ខេណានុបទានហ្នឹងគឺធ្វើទៅដើម្បីឧទ្ទិសជូនចំពោះអ្នកដែលស្លាប់នឹងងាយយល់បំផុតឧទាហរណ៍ដូចឧបាសិកាពេញប៉ែតឧបាសិកាពេញប៉ែតលោកបានលះលោកនេះទៅកាន់លោកខាងមុខហើយអញ្ចឹងនៅពេលដែលយើងធ្វើបុណ្យឧទ្ទិសជូនចំពោះគាត់យើងប្រើពាក្យថាបុណ្យតក្ខេណានុបទានគម្រប់7ថ្ងៃណាគម្រប់7ថ្ងៃហើយវាជាប់ទំនាក់ទំនងរឿង7ថ្ងៃហ្នឹងវាមានរឿងច្រើនញាតិញោមណាដែលធ្លាប់ដឹងប្រវត្តិទេមានការបកស្រាយមួយចំនួនថាតាក់ទងនឹងរឿងដែលមានភិក្ខុមួយអង្គលោកដូចថាកាលដែលលោកនៅរស់ហ្នឹងលោកជាប់ជាពាក់បានចពោថ្មីញោមបានចពោថ្មីជាប់ជាពាក់ដោយញាតិញោមមានជាប់ជាពាក់ជាមួយខោអាវអីទេបានខោអាវថ្មីអីណាស្រឡាញ់អញ្ចឹងទៅណាវាជាការពិតញាតិញោមប្រកាសជាក្នុងចំណោមនៃខោអាវរបស់យើងនឹងមានតែសម្លៀកបំពាក់ណាដែលយើងស្រឡាញ់ជាងគេដែលចូលចិត្តពាក់មើលទៅវាសមអីចឹងណាតែអញ្ចឹងភិក្ខុមួយអង្គហ្នឹងលោកបានចពោថ្មីចិត្តរបស់លោកហ្នឹងលោកស្រឡាញ់ចពោនឹងខ្លាំងហើយញោមប៉ុន្តែត្រង់ចំណុចមួយព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងថាធម៌ទាំងឡាយកើតព្រោះហេតុអាស្រ័យដោយបច្ច័យអញ្ចឹងវាអត់ទៀងទាត់ទេណាថ្ងៃនេះយើងនៅជួបជុំគ្នានៅមើលគ្នាឃើញថ្ងៃស្អែកសួរថានឹងទៅជាអីដឹងទេអត់ដឹងទេណាគ្មានណាអាចកំណត់ទុកមុនបាននឹងអានឹងដែលចង់បញ្ជាក់ថាអ្វីអ្វីគ្រប់យ៉ាងមិនទៀងណារឿងការជួបការព្រាត់ប្រាសនេះគឺអត់ទៀងទេហើយក្នុងពុទ្ធសាសនាព្រះអង្គបញ្ជាក់ថារឿងមិនទៀងនឹងហើយជាធម្មតាធម៌មានន័យថាកើតឡើងជាធម្មតាឥឡូវសួរថាស្លាប់ទៅធម្មតាទេញោមកើតមកហើយស្លាប់ទៅជាធម្មតាប៉ុន្តែធ្វើម៉េចដើម្បីសម្គាល់ថាធម្មតារស់នៅជាមួយគ្នាស្រឡាញ់គ្នាណាព្រាត់គ្នាទៅអញ្ចឹងអាក្នុងខណៈដែលចិត្តស្រឡាញ់ហ្នឹងពេលដែលយើងព្រាត់គ្នាទៅយើងទទួលយកអត់បានទេដល់តែទទួលយកអត់បានគិតថាហ្នឹងវាមិនធម្មតាតែតាមពិតអត់ទេមនុស្សកើតមកហើយត្រូវស្លាប់ជាធម្មតាបន្តណាណាដូចមានកូនចៅក្មេងៗស្ដាប់ធម៌ច្រើនណាសប្បាយចិត្តដែរហ្នឹងហើយនិយាយអញ្ចឹងទីញោមចាស់ថ្ងៃក្រោយលេងស្ដាប់ហើយណាអញ្ចឹងធម្មតាធម៌ហ្នឹងគឺអញ្ចឹងកើតមកហើយត្រូវតែស្លាប់ទៅវិញឈឺក៏ជាធម្មតាធម៌ចាស់ក៏ជាធម្មតាធម៌ណាស្លាប់ក៏ជាធម្មតាធម៌នឹងដែលយើងរលឹកដឹងជារឿយឥឡូវអាត្មាលើកឧទាហរណ៍រឿងមួយពេលដែលក្រៅពីសាច់ញាតិរបស់យើងស្លាប់ណាមានន័យថាយើងឃើញអ្នកដតីស្លាប់
សួរថាអារម្មណ៍របស់យើងនឹងវាទៅកើតទុកដូចនៅពេលដែលសាច់ញាតិរបស់យើងស្លាប់ទេអត់ទេណោះមកពីអីមកពីចិត្តស្រឡាញ់ហ្នឹងណានៅពេលដែលយើងរស់នៅជាមួយគ្នាយើងស្រឡាញ់ឧទាហរណ៍កូនស្រឡាញ់ម្ដាយចៅស្រឡាញ់ជីដូនអីចឹងទៅអញ្ចឹងអាចិត្តស្រឡាញ់ហ្នឹងយើងដឹងហើយថាសេចក្តីស្លាប់វាធម្មតាប៉ុន្តែខណៈពេលហ្នឹងយើងអត់បានគិតរឿងធម្មតាអីមនុស្សកំពុងតែស្រឡាញ់សុកបែកទៅណោះអត់បានគិតរឿងធម៌ដល់អញ្ចឹងវាទៅជាលេខធម្មតាទៅវិញតែដើម្បីកាត់បន្ថយសេចក្តីទុក្ខទៅបានញាតិញោមត្រូវពិចារណានៅក្នុងធម្មតាធម៌ណាធម្មតាធម៌ហ្នឹងគឺធម៌ធម្មតាមានន័យថាវាប្រព្រឹត្តទៅក្នុងលក្ខណៈធម្មតាជួបហើយក៏ត្រូវប្រត់ទៅវិញណាអត់ទៀងទាត់អត់ថិតថេរកំណត់មិនបានឧទាហរណ៍តែយើងមិនចង់ឲ្យបែកទេប៉ុន្តែយើងមានសិទ្ធិទៅខាត់បានទេខាត់អត់បានទេណារឿងប្រត់នឹងខាត់មិនបានពេលខ្លះបើមិនប្រត់ភ្នែករស់នៅមើលឃើញក៏វាគង់តែប្រត់នៅពេលណាមួយណាដូចក្នុងពេលនេះអញ្ចឹងត្រឡប់មកវិញរឿងភិក្ខុមួយអង្គដែលលោកស្រឡាញ់ដែលចៃពោថ្មីហ្នឹងចិត្តរបស់លោកជាប់ជំពាក់ជាមួយនឹងចៃពោហ្នឹងហើយស្រាប់តែដល់ពេលដែលលោកបានលោកសកត់ទៅអាចិត្តជាប់ជំពាក់ហ្នឹងអត់នឹកឃើញរឿងកុសលធម៌ទេអញ្ចឹងលោកទៅកើតជាចៃចពោណាទៅកើតនៅចៃចពោទុំនៅលើចៃចពោហ្នឹងហើយភិក្ខុទាំងឡាយលោកអត់ដឹងញោមភិក្ខុទាំងឡាយលោកអត់ដឹងលោកចង់យកចពោហ្នឹងមកចែកគ្នាដល់ព្រះសម្មាសម្ពុទ្ធព្រះអង្គថាមនាលភិក្ខុទាំងឡាយចពោនេះគួរទុកឲ្យផុតរយៈកាល7ថ្ងៃណាសំណាក់ទាំងឡាយយកមកបែងចែកគ្នាព្រោះព្រះអង្គដឹងថាភិក្ខុហ្នឹងកាលដែលលោកនៅរស់មុនពេលដែលលោកសគត់ទៅលោកស្រឡាញ់នៃចៃពោហ្នឹងជីវ័នដែលចិត្តចុងក្រោយរបស់លោកហ្នឹងធ្វើឲ្យលោកទៅកើតជាចៃពោហើយចៃវាមានអាយុ7ថ្ងៃណាផុតពី7ថ្ងៃហ្នឹងទៅក៏ភិក្ខុលោកយកចៃពោហ្នឹងបែងចែកគ្នាប្រើទៅមានអ្នកខ្លះក៏បកស្រាយថាពិធីបុណ្យ7ថ្ងៃក៏កើតចេញពីរឿងហ្នឹងដែរបន្តណាហ្នឹងរឿងមួយរឿងមួយទៀតពិធីបុណ្យ7ថ្ងៃនេះមានការបកស្រាយមួយចំនួនយកលំនាំទៅតាមប្រវត្តិនៃនាងមល្លិកាហ្នឹងជាអគ្គមហេសីបរិជាបបាទបសេនតិកោសលអគ្គមហេសីនៃបរិជាបបាទបសេនតិកោសលហ្នឹងកាលដែលនាងនៅរស់នាងធ្វើទាននឹងច្រើនណាស់ប៉ុន្តែរឿងមួយដែលនាងខុសឆ្គងណាញោមធ្លាប់ដឹងទេរឿងតែមួយគត់ដែលនាងខុសឆ្គងជាមួយនឹងព្រះស្វាមីរឿងអីញោមអត់ដឹងទេណោះហ្នឹងហើយរឿងដែលនាងខុសឆ្គងនឹងព្រះស្វាមីហ្នឹងគឺដែលនាងកុហកហើយរឿងហ្នឹងបើនិយាយទៅវាពិបាកស្ដាប់បន្តិចប៉ុន្តែនាងហ្នឹងទៅប្រព្រឹត្តអសុធម្មជាមួយសត្វសនកទៅប្រព្រឹត្តអសុធម្មជាមួយសត្វសនកហើយបរិជាមើលពីលើកពូលប្រាសាទចុះមកឃើញអារូបភាពហ្នឹងហ៎ញោមឃើញអារូបភាពហ្នឹងបរិជាខឹងខ្ញាល់គ្រាន់តែនាងឡើងទៅវិញទៅនាងកាកៃនាងកាលក្ខណីណាទៅប្រព្រឹត្តខុសជាមួយសត្វតិរិឆានអីចឹងទៅនាងនឹងកុហកបរិជាប្របាទបសេនតិកោសលហ្នឹងលោកអត់សូវឆ្លាតទេក្នុងគម្ពីរដីកាបញ្ជាក់ដែរថាលោកអត់សូវឆ្លាតនាងនឹងកុហកថាទេប្រាសាទហ្នឹងទៅអញ្ចឹងអ្នកណាចូលទៅក៏ឃើញអញ្ចឹងដែរ
បើមិនជឿប្រសាមីសាកទៅម្ដងខ្ញុំចាស់មើលពីលើនេះទៅក៏ឃើញអញ្ចឹងដែរចុះបរិជាចុះទៅនាងនឹងមើលពីលើកពូលប្រាសាទទៅតាមពិតអត់ឃើញអីទេប៉ុន្តែនាងនឹងចោទបរិជាថាយើបរិជាស្ដេចណាជេរអីហោហែអញ្ចឹងទៅណាគ្រាន់តែចង់បញ្ជាក់ជារួមមកថាចោទបរិជាថាបរិជាប្រព្រឹត្តអសធម៌ជាមួយសត្វមេពពែតែតាមពិតអត់ទេតែរឿងដែលនាងប្រព្រឹត្តអសធម៌ជាមួយសត្វសនៈហ្នឹងវាពិតមែនហើយអំពើដែលជាបាបបើនិយាយទៅបាបដែលនាងបានធ្វើតែម្ដងនឹងគត់ញោមក្រៅពីនឹងនាងធ្វើបុណ្យទាំងអស់ប៉ុន្តែបន្ទាប់ពីស្លាប់ទៅចិត្តរបស់នាងដូចថានៅវិលវល់ជាមួយអាការកុហកតែម្ដងនឹងធ្លាក់ចុះទៅកាន់នរោនិយាយអំពីបរិជាបបាទបសេនតិកោសលនេះវិញលោកអត់ដឹងថាអគ្គមហេសីរបស់ខ្លួនធ្លាប់ធ្វើរឿងនឹងទេអត់ដឹងថានាងធ្លាប់ធ្វើបាបទេដឹងតែរឿងធ្វើបុណ្យណាដឹងតែរឿងធ្វើបុណ្យអញ្ចឹងក៏មានបំណងទៅវត្តចេតពុនចឹងទៅដើម្បីមានបំណងទូលសួរព្រះសម្មាសម្ពុទ្ធដើរត្រុកចឹងទៅដល់សួរបបិទ្ធព្រះអង្គដោយចម្រើនតើណាព្រះអគ្គមហេសីរបស់ខ្ញុំព្រះអង្គពនាងមលិកានឹងតើបន្ទាប់ពីនាងអស់ជីវិតពីលោកនេះទៅកើតនៅក្នុងទីណាព្រះអង្គញោមសួរអញ្ចឹងប៉ុន្តែកំឡុងពេលដែលសួរហ្នឹងបរិជាគិតថានាងហ្នឹងនឹងទៅកើតឋានសួគ៌តែជាក់ស្ដែងនាងកំពុងតែនៅក្នុងឋាននរោ7ថ្ងៃអញ្ចឹងព្រះសម្មាសម្ពុទ្ធព្រះអង្គដឹងថានៅពេលដែលព្រះអង្គឆ្លើយសំណួរថានាងមលិកានឹងបច្ចុប្បន្នកំពុងតែនៅឋាននរោបរិជាលោកអត់ដឹងរឿងហ៎ញោមលោកអត់ដឹងរឿងលោកអសទ្ធាអញ្ចឹងព្រះអង្គអត់ឆ្លើយទេព្រះអង្គអត់ឆ្លើយព្រះអង្គបណ្ដាចិត្តឲ្យបរិជាបបាទប្រសិទ្ធិកោសលនឹងលោកផ្លិចរឿងនឹងណាផ្លិចថ្ងៃទី1ទៅផ្លិចថ្ងៃទី2នឹកឃើញទៀតគិតតែចង់ទៅសួរទៀតទៅដល់វត្តផ្លិចទៀតណាទី3ទី4ទី5ទី6រហូតដល់ថ្ងៃទី7ថ្ងៃទី7ហ្នឹងនាងអស់កម្មពីឋាននរោមកទៅកើតបដិសន្ធិនៅក្នុងទេវលោកអញ្ចឹងបរិជាទៅថ្ងៃទី7ហ្នឹងព្រះអង្គឈប់បណ្ដាចិត្តឲ្យបរិជាហ្នឹងផ្លិចឯងអញ្ចឹងបរិជាសួរថាបបិទ្ធព្រះអង្គដោយចម្រើនខ្ញុំព្រះអង្គមក7ថ្ងៃជាប់គ្នាតែចេះតែផ្លិចមិនដឹងមិនមកដល់វត្តផ្លិចទៅដល់វាំងវិញចាំតែចង់សួរហ្នឹងចង់សួរតានាងមលិកាអគ្គមហេសីរបស់ខ្ញុំព្រះអង្គហ្នឹងតើនាងទៅកើតនៅក្នុងទីណាអញ្ចឹងព្រះសម្មាសម្ពុទ្ធព្រះអង្គឆ្លើយអញ្ចឹងកន្លែងហ្នឹងព្រះអង្គមិនកុហកទេណាគឺព្រះអង្គមិនឆ្លើយតែម្ដងព្រោះឆ្លើយទៅអត់បានអីមកវិញទេដល់ថ្ងៃទី7ព្រះអង្គឆ្លើយថាបបិទ្ធមហារាជនាងមលិកានេះឥឡូវនេះទៅកើតនៅក្នុងទេវលោកបរិជាគាត់តែលឺអញ្ចឹងសប្បាយចិត្តគិតថាព្រះអង្គអើយព្រះអង្គប្រហែលនាងមលិកាហើយបើមិនបានទៅកើតឋានសួគ៌ទេមិនដឹងដល់ណាបានទៅកើតទេព្រោះនាងធ្វើបុណ្យនោះធ្វើប៉ុន្តែរឿងដែលនាងចុះនរកបរិជាអត់ដឹងទេរឿងដែលនាងកុហកក៏បរិជាអត់ដឹងដែរចុះនរកប៉ុន្មានថ្ងៃញោម7ហ្នឹងហើយអញ្ចឹងបុណ្យ7ថ្ងៃមានការលើកឡើងមួយចំនួនក៏កើតចេញពីប្រវត្តិនឹងដែរដូចថាអានោះតាមការបកស្រាយខ្លះគេលើកឡើងថាដូចរយៈពេល7ថ្ងៃហ្នឹងណាដូចថាគាត់អាចនឹងកម្មនិមិត្តអីទៅចុះទៅកាន់ទីឋានដែលមិនល្អប្រសើរអីទៅបន្ទាប់ពី7ថ្ងៃហ្នឹងទៅយើងធ្វើបុណ្យឧទ្ទិសទៅគាត់មានឱកាសទទួលអីអញ្ចឹងណាប៉ុន្តែរឿងហេតុជាក់ស្ដែងយ៉ាងណាក៏អាត្មាអត់ដឹងដែរណាព្រោះរឿងពិតមែនតែនកម្មវិបាកោវាហួសពីវិស័យដែលបុថុជនយើងអាចគិតយល់
ប៉ុន្តែយើងត្រូវដឹងការបំពេញបុណ្យកុសលផ្សេងក៏ដែលធ្វើទៅប្រកបដោយបញ្ញាមានបញ្ញាជាគ្រឿងយល់ដឹងហើយមុននេះតាមពិតអាត្មារៀបចំគិតថាត្រូវសម្ដែងធម៌អីហើយប៉ុន្តែដោយសារលើកឡើងពីប្រវត្តិរឿងរ៉ាវបុណ្យ7ថ្ងៃនឹងបន្តិចកុំឲ្យញាតិញោមថាណាលោកម្ចាស់ទេសបុណ្យ7ថ្ងៃប៉ុន្តែអត់ឃើញនិយាយពីពាក្យថា7ថ្ងៃសឥឡូវនិយាយណានិយាយហើយហ្នឹងអញ្ចឹងនៅក្នុងពេលនេះដែលអាត្មាឃើញកូនហាក់បីដូចជាមកអង្គុយស្ដាប់ធម៌ច្រើនហើយមែនតើទៅវ័យហ្នឹងល្មមអាចនិយាយស្ដាប់គ្នាបានប្រហែលស្ដាប់តែពេលហ្នឹងមិនដឹងមិនអីទេណាតាំងចិត្តទៅនៅក្នុងធម៌ព្រះអង្គសម្ដែងថាកូនល្អមានលក្ខណៈ6យ៉ាងកូនល្អណាញោមរាល់ថ្ងៃយើងជាកូនល្អឬក៏កូនមិនល្អអីទេក៏ហក់លោកខ្លះទៅហ្នឹងហើយឥឡូវអញ្ចេះញោមគិតណាញោមគិតជាមួយអាត្មាដើម្បីវិនិច្ឆ័យថាយើងជាកូនល្អឬក៏កូនមិនល្អបានញោមចាំស្ដាប់សិនតែញោមមានធម៌ទាំងអស់នឹងនៅបើថាមានហើយអាចប្រកាសបានតែខ្ញុំជាកូនល្អបើមានខ្លះឯខ្ញុំក៏ល្អខ្លះដែរបើអត់សោះអត់ល្អសោះដែរហ្នឹងហើយអញ្ចឹងកូនល្អទី1គឺខ្ញុំស្ដាប់ឲ្យតន់ណាកូនល្អទី1គឺជាកូនដែលស្ដាប់ពាក្យព្រានប្រដៅរបស់ឪពុកម្ដាយនេះសិតកូនទេកូនចៅអូហ្នឹងហើយអញ្ចឹងទី1កូនល្អគឺជាកូនដែលស្ដាប់ពាក្យទូន្មានរបស់ឪពុកម្ដាយយើងស្ដាប់នៅស្ដាប់ខ្លះអត់ខ្លះណាអញ្ចឹងទី1គឺដែលស្ដាប់ពាក្យទូន្មានឪពុកម្ដាយដោយឪពុកម្ដាយនឹងណែនាំឲ្យធ្វើរឿងល្អរឿងឲ្យបំពេញបុណ្យទានអីអញ្ចឹងណានឹងយើងសម្គាល់ខ្លួនឯងបើសិនជាយើងពីតូចមកដល់ប្រព័ន្ធនេះណារហូតคล้ายទៅជាឪពុកជាម្ដាយគេទៅទៀតបើយើងដឹងច្បាស់ថាតើទឹកចិត្តជាឪពុកម្ដាយនឹងគោលដៅធំបំផុតចង់បានអីចិញ្ចឹមកូនណាគោលដៅធំបំផុតនៃឪពុកម្ដាយចិញ្ចឹមកូនទី1គាត់រំពឹងដែរគាត់រំពឹងថាពេលដែលគាត់ចាស់ទៅក៏សង្ឃឹមថាកូននឹងចិញ្ចឹមគាត់វិញអានឹងជាទូទៅគឺគាត់តែងតែរំពឹងអញ្ចឹងតិចច្រើនអីមិនដឹងទេប៉ុន្តែបើថាអត់សោះក៏អត់ដែរមើលញោមចាស់ញោមចិញ្ចឹមកូនដែលរំពឹងអញ្ចឹងទេតិចតួចអីដែរទេដែលអត់មានតែកុហកណោះហ្នឹងហើយអញ្ចឹងឪពុកម្ដាយចិញ្ចឹមកូនក៏គាត់រំពឹងរឿងហ្នឹងតែរឿងមួយទៀតដែលឪពុកម្ដាយចង់ឃើញកូនបំផុតគឺចង់ឃើញកូនល្អមានឪពុកម្ដាយណាដែលចង់ឃើញកូនអាក្រក់ទេអត់ទេទឹកចិត្តជាឪពុកជាម្ដាយមានពាក្យមួយគេថានៅពេលដែលយើងអត់អាចទុកចិត្តនរណាបានទាំងអស់ប៉ុន្តែមានមនុស្ស2នាក់ដែលយើងនៅតែអាចទុកចិត្តបានអ្នកនោះគឺឪពុកម្ដាយណារឿងឪពុកម្ដាយនឹងទឹកចិត្តរបស់គាត់នឹងល្អប្រសើរយំពេលខ្លះសុខចិត្តអាក្រក់ជាមួយអ្នកដតែឲ្យតែបានល្អជាមួយកូនខ្លួនឯងណាមាន
rương chỉ cái tay ọp rồng muối rồi tham mặt đài nâng là cro nhôm cro ọt men ten á hơi miền côn tôi môi thời trình trầm chẳng sốc chất từ lui ở trong bò kê nó giống mình từ lui ấy ra tới đôi thà là score bị trên mi ấy tịch tôi chẳng tới vào cái phịch luôn tới quát dột ở đằng nó quát on biên lôi tình chẳng bằng tham trong phải chạy thá ở bốc mà đái ai à có đọc chiều môi nòn na ban tầng óc quân tay mình ai à có đọc chiều môi côn luôn anh thì phiếp chiều bốc mà đái tuột bay rằng na có đói tay để trong ở côn lọ tuột bay chỉ không lẹ khăn môi để thả bốc mà đái nó vật ca côn mó ọt ban chỉnh châm so của đói xua thầy chất bóc quát đáy cất à có đọc vì côn ấy ọt thì nè chẳng dương tầng ọt của độc này trời vô lòng vì côn rồi bỏ ở bốc mà đài tầng này sọc chất sầm lạp chỉ vật nét đọt tây ôi té côn luôn bán rùa cả lẹ bóng nó thông á nhôm hơi bờ sân chỉ chi và hiệp còn ba ọt sợi ấy đường ở bọc mà đái còn bởi chi và hiệp bọc quát bọc ba hơi nhôm tu bây giờ trời phơ ba ẩm phơ ba sầm lạp sát rồi hốt đo tại hiên là từ lui plan nè đợt tới đầm bay oi tại côn luôn anh bán sẽ cái đây sọc bàn nó rua đang để cho ông phải che là hơi tì môi nó cứ đường côn để côn lọ nó côn để đạp đồng bò miến ở bục mặt đài tì pí lúc sầm tay thà côn lọ cứ chỉ côn để bán trình chấm là ở bục mặt đài np để quạt cha cho thì là nhôm bền bét học sập ram cho năm là vây trong cái tàu vậy mà đối dân miền bay vây nhôm á miền vây đồng bốn vây còn đá đằng vây chống cái tàu nhôm là vây con và hai chạy thật được nông vây cả đào mà đối dân miền đã bay vây năng thì đại chạy từ bị thao vây từ bốn máu tăng bị cao máu nè để dương ban sắc xa riêng sâu tới chân tư rồi miền khu xa miền ấy tới rồi cho đào vây tivi cho đào vây tivi cứ chập đàm cật khom bằng prai người đọc trọc sầm bát thì chân tư đào hốt máu rồi nơi tiếp đào vây trong cái rồi cái này chẳng biên tập bay vây năng tề hỡi đến lúc sầm đây là con lõ cứ chỉ con để bán trình châm ở bụng mà đáy nó về để quạt cha chỗ thì trình châm nắng ai chỉ lẽ khả năng thầy dương mơ thai con ở to cái đây được nông lẽ khả năng đây dương bán đây chỉ mỗi con thế phân đôi thà phải chăm khai phải chăm mà tật ở tư cổ riêng tôi cả lạc hai mà đòn ấy bây giờ lôi cậy ở cọt chạy vì thổi bon tiền đánh trắng hơn á nâng có mua thay chỉnh châm này chẳng bàn tham hiệp lực làng xua nhôm một nắng xua tha khăn nông niêm chia mặt đài á nè dương chỉnh châm côn máu tới dương đài thùng phân để để trả tới côn nâng chỉnh châm dương vinh ọt tha thùng phân con tại tích hơi đừng trao quần nâng bờ ọt xót miền tài cố họ nâng chẳng tì bay con lõ cứ chỉ con đài bàn ọt tròm mơ thai ở bụng mà đáy nửa bê để quạt chư nè nửa bê để quạt chư mơ thai ọt tròm chẳng con nâng cô dừng đăng luôn ai cái đó đăng ai dừng bàn đạp đồng bồ miền còn ọt bàn mơ thai còn ọt bàn chỉ châm còn ọt nâng cô dừng đăng luôn ai
ហើយបើយើងមិនតាន់បានបំពេញនឹងទេកិច្ចបន្តទៅយើងនៅមានឪពុកមួយទៀតណានៅមានលោកឪពុកមួយទៀតបើមិនបានធ្វើជាមួយអ្នកម្ដាយទេក៏ធ្វើជាមួយលោកឪពុកទៅណាហ្នឹងហើយមើលទៅដូចស្រួលស្ដាប់គ្នាដែរណាហើយទី4លោកសំដែងថាកូនល្អគឺជាកូនដែលតន់ដង្ហើមឪពុកម្ដាយពេលដែលមុនពេលដែលគាត់ស្លាប់ណាប៉ុន្តែកន្លែងហ្នឹងវាមានលក្ខខណ្ឌអាត្មាមិនបដិសេធថាខុសទេប៉ុន្តែមានលក្ខខណ្ឌដូចថាពេលខ្លះកូនហ្នឹងនៅឆ្ងាយអីអញ្ចឹងឬក៏រវល់ធ្វើកិច្ចការងារអីផ្សេងស្រាប់តែដល់ពេលដែលយើងដឹងថាគាត់អត់ស្រួលមើលទៅថាគាត់ដូចតែចិត្តផុតទៅយើងក៏អត់បានមកតន់ដង្ហើមអាហ្នឹងមិនមែនជាកំហុសទេណាឧទាហរណ៍ថាយើងនៅខេត្តកណ្ដាលស្រុកកោះធំភូមិលេខ4អញ្ចឹងទៅហើយកូននៅប្រទេសថៃនៅអីណាណីមកតន់ទេអត់ទេណោះណាអញ្ចឹងកន្លែងហ្នឹងចង់បញ្ជាក់ថាបើក្នុងករណីដែលកូននៅចិត្តអីអញ្ចឹងទៅតន់ដង្ហើមឪពុកម្ដាយពេលដែលគាត់ណាស្លាប់អីអញ្ចឹងណាហើយមួយទៀតយើងទាំងអស់គ្រប់គ្នាដឹងថាកូនល្អកូនដែលតន់ដង្ហើមឪពុកម្ដាយពេលដែលគាត់មុនពេលដែលគាត់ស្លាប់ដល់ពេលអញ្ចឹងណាញោមអាត្មាឃើញរូបភាពមួយចំនួនវាអត់សូវល្អដូចថាកូនពេលដែលគាត់ឈឺល្មមអត់មានអ្នកណានៅចិត្តគាត់ទេដល់តែមើលទៅគាត់ចិត្តដាច់ខ្យល់ប្រឹងទៅចិត្តធ្វើម៉េចឲ្យតន់ដង្ហើមម៉ែឲ្យគេថាខ្លួនឯងល្អមានណាញោមមានច្រើនញោមជឿអត់ហ្នឹងហើយមានច្រើនណាស់នឹងដែលអាត្មាចង់បញ្ជាក់ដោយសារតែពាក្យហ្នឹងយើងយល់ខុសដល់តែយល់ខុសអញ្ចឹងអ្នកខ្លះគ្នាខំមើលទាំងព្រឹកទាំងថ្ងៃខ្លួនឯងទៅយល់ល្អបានតន់ដង្ហើមម៉ែបន្តិចហ្នឹងឃើញទេណានឹងក៏ជារឿងពិតនៅក្នុងសង្គមយើងបច្ចុប្បន្នចិត្ត40នាទីអីយោទី5ណាទី5គឺកូនល្អគឺជាកូនដែលបានបំពេញបុណ្យកុសលធ្វើបុណ្យជូនគាត់នៅពេលដែលគាត់ស្លាប់ទៅណានៅពេលដែលគាត់ស្លាប់ទៅណាអញ្ចឹងកន្លែងនេះអាចនឹងយើងទាំងអស់គ្រប់គ្នាសុទ្ធតែបានបំពេញណាដោយកូនចៅក្នុងពេលនេះដោយថាពីមុនមកមិនដឹងយ៉ាងម៉េចទេរឿងស្ដាប់ដំបូងមានចិញ្ចឹមមើលថែពេលគាត់ឈឺតន់ដង្ហើមអីប៉ុន្តែមានត្រង់ចំណុចមួយដែលបន្ទាប់ពីគាត់ស្លាប់ទៅគឺយើងបានធ្វើបុណ្យកុសលឧទ្ទិសជូនចំពោះគាត់នឹងក៏ឈ្មោះថាកូនល្អញោមស្ដាប់បានទេហ្នឹងហើយមែនតែនអាត្មាមិនសូវជាបានទេសនាអីប្រហែលទេប៉ុន្តែអាត្មាចេះតែគិតថានៅពេលដែលទេសនាអត់ចង់ទេសធម៌ដដែលចង់ទេសធម៌ណាដែលឲ្យញោមស្ដាប់ទៅប្លែកហើយកើតបញ្ញាណាអញ្ចឹងអាត្មាមើលតាក់ទងនឹងអ្នកស្ដាប់ញោមមួយចំនួនតូចទៅក៏ធ្លាប់ស្ដាប់អាត្មាច្រើនទៅអាចនឹងធ្លាប់ស្ដាប់តាក់ទងពីចំណុចហ្នឹងហើយណាកូនចៅក៏ណារឿងកូនចៅហ្នឹងក៏គួរយល់ដឹងតាក់ទងពីណាចំណុចទាំងអស់ហ្នឹងហើយណាចុងក្រោយទី6កូនល្អគឺជាកូនដែលបានលើកកិត្តិយសវង្សត្រកូលឲ្យខ្ពង់ខ្ពស់ដូចថាគ្រាន់តែទៅទីណាគេស្គាល់ថាអ្នកហ្នឹងជាកូនអ្នកនេះកូនអ្នកនោះឧទាហរណ៍ញោមពេញប៉ែតអញ្ចឹងណាគាត់មានកូនច្រើនយើង
từ tí nào ở cái school mất thôi ấy là nắng côn vậy bay đây trắng á còn là lưu của tia ho chẳng thầm chẹt đai một tô pen ấy bài dây pi ca chỉnh châm nhôm rồi cổ ấy nó đôi mình chỉ ban tràn thì phần té và thường mỗi để thầm tăng chất vừa tăng vì tôi máu cứ thầm tăng chất ha mình ban chui ấy đo cua xa té tăng chất ha mình oi cua xa lùng bạ đời xa luôn nhôm vô lấy nè ọt oi quật trâu của bạn kịch thầy dương mà lúc của bạn thì dây ấy thầm tăng chất chăng bộ thầm ọt miên lôi cãi thì chui bộ quật thế còn tay riêng để thầm ai thưa bán cứ thua ở quật sờ bài chất để bây để dương khật khom bằng prai riêng sốt nè ấy anh để thầm ai thưa bán chẳng con trai có đôi khani bởi dương một tí họ thả về khá là đừng lôi cạ về bộ bạ đây mà vô miền đẹp là có miền lôi cạ xong là mô con là có ọt chân tới phần tay rương môi để dương ai vừa bán còn tay mình oi bộ cọt bảo bạ chất từ kết đời sai dương nâng cột tục thà dương ban chui cọt trao là từ hơi hay bỏ ai khi diêm lực kết từ vô vùng từ cô cua xa ở cái school ở cái ấy từ tiết nâng có là dương ban bồng quanh nông tuôn để ti chỉ cồn là nâng thoa tăng vào mùi nâng nhôm đạp bàn đấy bàn nó nâng này là đương con lọ nó cứ chẳng hãy cho con bên lọ miền màn nâng này tôi màu bình máu bởi đạp đồng bầu miến mình đạp đồng bầu miền chẳng tới nó bởi con để bàn chỉnh chấm tôi màu bánh con đây mình bàn chỉnh chấm mình chẳng tới nè chẳng vậy để tham lực là nắng trong phải chạy thà dừng kết luôn ai bạch lời cho mùa tham thế cái lục ma lô còn là kết luôn ấy tha vì một nó ban thưa phẩm man trong nội ấy phẩm man trong nội bờ kết thật luôn ấy thưa ban tích bồng hót nơi ở bọc mùi tiệt chỉnh châm con mơ thai con nè tụi bây chỉ không lẹ khả năng bài bạch cả đòi hay mùi tiết nhiệt nhôm trời vô thà không chỉ vật ní tụi bay chỉ có đọ lọ ấy giang ná còn nơi tay chỉ ở bụng mà đai dương đây chưa nè ở bụng mà đai có kết đôi khnia tụi bay chỉ con nó là có đọ lọ cuột chia giang ná còn nơi tay chỉ con quạt đài chân dương kết ở đôi quạt kết mới nè dương kết ở đôi quạt kết tới ná nâng trong phải trẻ con trai tộc xây bàn triệp được không nè trong nội nâng nè dừng đạp thò tới đạp thơm mấy đạp ở cả bành nhà nhiều đấy một là hai tay bon đi muối đi môn và xong sầm đầy và thò tê na nắng cứ đời xa ấy đời xa sầm đầy đầm bầy tu miền con trai pro sray nâng tê bên tên tới còn dương ọt sơi vô là cả lại nâng dương đạp bật thó về khá dương đăng thần lực đầy sập pe lục ạ nô mô tình có xa thụ tới dương kết thả card bon tay bon bật bật cót để về để dương vô bật thò tê ná để về để đạp vô thì họ thật mà tê ở đây sai sập ram để tì sai sập ram để tì nâng nhôm kết thả luôn anh bàn vô bạch vô tầng ó hay vô tầng trầm bẹ cả ta để tham lực là đừng tới đang ngay chịu bon đại vì oi Paul phliêm á đó nè nhưng thưa oi cả chỉ phải giàu tới chỉ bị xét con trai đẹp đam bon nè bon môi chồng này ở lôi cả tràn lọ hơi để dừng chạy nom khnia mà đạp bật thò anh chân chỉ đường lọ và xa hơi ấy đường buổi tiết để tham trong phát đàm trong cõi không niệm chỉ bong bồn nâng trời che sờ lạnh khnia trời che sam và kỳ khnia đó
ឥឡូវនេះអស់ពីម្ដាយមួយហើយមិនយូរប្រមាណឆ្នាំទៅមុខទៀតប្រហែលជាយើងនឹងអាចអស់ឪពុកមួយទៀតនៅពេលដែលអស់ឪពុកទៅនៅសល់តែបងប្អូននៅសល់តែបងប្អូនយើងត្រូវចេះសាមគ្គីគ្នាស្រឡាញ់រាប់អានគ្នាកុំឆ្លោះទាស់ទែងគ្នាកុំបែកបាក់គ្នាមានរឿងខុសឆ្គងអីបន្តិចបន្តួចអព្យាស្រ័យឲ្យគ្នាទៅវិញទៅមកជៀសមិនផុតទេពីរឿងឆ្លោះអាត្មាជឿអញ្ចឹងណាថ្ងៃមុនអាត្មាផ្លេចទៅក៏នឹកឃើញនិយាយដល់ត្រង់ចំណុចហ្នឹងសួរកូនចៅថាមានឆ្លោះគ្នាទេច្រឡំផ្លេចទេដឹងតែឆ្លោះហើយគាត់ថាយើងអត់ផ្លេចគិតដែរណាយំណាជិះមិនផុតទេពីរឿងអអន់ចិត្តគ្នាអីតិចតួចបើថាអត់សោះមានតែកុហកហើយជាទូទៅយើងចូលចិត្តតែកុហកហ្នឹងហើយណាប៉ុនគាត់តែចង់ផ្ដាំថាត្រូវចេះសាមគ្គីគ្នាបើគិតទៅពេលដែលញោមកូនដែលគិតទៅត្រង់ចំណុចមួយថាពេលនៅក្មេងទំនាក់ទំនងបងប្អូនហ្នឹងហាក់បីដូចជាស្និទ្ធស្នាលគ្នាខ្លាំងណាស់ប៉ុន្តែនៅពេលដែលចាប់ផ្ដើមមានគ្រួសាររៀងខ្លួនមានដល់ទៅកូនទៅទៀតគម្លាតរវាងបងប្អូនហ្នឹងហាក់បីដូចជាឆ្ងាយអត់ដូចកាលនៅពីតូចទេណាអញ្ចឹងអត់ណាអញ្ចឹងបើអត់អញ្ចឹងមានតែកុហកហ្នឹងអញ្ចឹងណាជាការពិតគឺអញ្ចឹងបន្ទាប់ពីមានគ្រួសាររៀងខ្លួនធំបែកគ្នាទៅទំនាក់ទំនងភាពស្និទ្ធស្នាលហ្នឹងលែងដូចគ្នាហើយអញ្ចឹងបានមានរឿងអប់រំមួយគេលេងហ្នឹងរឿងបងប្អូន2នាក់ប្រុសទាំងពីរឪពុកម្ដាយស្លាប់ទៅអស់បងនោះជាអ្នកមានបងខ្លាចជាអ្នកមានតែដល់ពេលប្អូនធ្លាក់ខ្លួនក្រណាហើយប្អូននឹកឃើញថាមិនដឹងទៅពឹងអ្នកណាបានទៅជួបបងប្រុសអញ្ចឹងទៅសុំឲ្យបងជួយអីអញ្ចឹងណាបងតាមពិតចិត្តមិនដាច់ទេប៉ុន្តែគ្រាន់ថារឿងណាសាច់ថ្លៃក៏រឿងពិបាកណាប៉ុន្តែគ្រាន់តែរឿងហ្នឹងអាត្មាយល់ថាស្ថានភាពគ្រួសារមួយធម្មតាគេអាចជួយយើងបាននៅពេលដែលគេអត់តន់មានគ្រួសារតែពេលដែលគេមានគ្រួសាររៀងខ្លួនទៅបើយើងទៅរំពឹងលើគេឲ្យគេជួយយើងពេកក៏ពិបាកអញ្ចឹងណាធម៌ទាំងអស់ហ្នឹងអាត្មាតែងតែគិតថាកន្លងទៅមុខទៅមានប្រពន្ធមានកូនទៅអាត្មាត្រូវគិតពីរឿងទាំងអស់ហ្នឹងតែគិតតែរឿងទាំងអស់ហ្នឹងវាអត់ទៅពិបាកចិត្តគិតអញ្ចឹងណាញោមអញ្ចឹងកូនចៅប្រុសស្រីទាំងអស់គ្រប់គ្នាក៏សង្ឃឹមថាស្ដាប់បានត្រង់ចំណុចនេះជាការផ្ដាំផ្ញើសូមឲ្យសាមគ្គីគ្នាហើយអ្នកដែលយើងត្រូវមើលថែបន្តទៅទៀតមានតែឪពុករបស់យើងទេព្រោះនៅឪពុកមួយទៀតហ្នឹងហើយរក្សាបន្តការសាមគ្គីគ្នាបន្តទៅទៀតស្រឡាញ់រាប់អានគ្នាជួយទុកធុរៈគ្នាឧទាហរណ៍ថាបើក្នុងចំណោមបងប្អូន9នាក់ហ្នឹងបើថាមានម្នាក់2នាក់អីដូចថារៀងដាបជាងគេអញ្ចឹងទៅក្នុងនាមយើងជាបងប្អូនហ្នឹងបើអាចជួយបានក៏ជួយទៅណានៅក្នុងលក្ខខណ្ឌថាធ្វើម៉េចជួយហើយកុំឲ្យទាស់ចិត្តជាមួយប្រពន្ធរបស់យើងផងឬក៏ជាមួយស្វាមីរបស់យើងផងមានន័យថាជួយគ្រួសារតែក៏កុំឲ្យឆ្លោះគ្នាក្នុងរវាងប្តីប្រពន្ធយើងអញ្ចឹងត្រូវបញ្យល់ត្រូវណែនាំគាត់ឲ្យគាត់យល់ពីរឿងទាំងអស់ហ្នឹងអាហ្នឹងហើយជាជីវិតពិតទាំងអស់ហ្នឹងសុទ្ធតែធម៌ណាញោមជឿអត់ជឿថាធម៌អត់ណាអ្វីត្បិតតែថាអាត្មាមិនបានលើកពាក្យបាលីអីឡើងមកប៉ុន្តែអ្វីក៏ដោយយើងត្រូវយល់ពាក្យថាធម៌នេះគឺជាសភាវៈដែលត្រត្រង់មនុស្ស
nơi chung quanh dương ca cợtឡើងចំពោះយើងរាល់ថ្ងៃដោយការខឹងការស្អប់ការស្រឡាញ់ឬក៏សូម្បីតែការស្លាប់ការប្រត់ប្រាស់គ្នាហ្នឹងក៏ជាធម៌នឹងដែលយើងចង់យល់ហើយអំពើល្អបើយើងធ្វើក៏ធ្វើឲ្យហើយទៅណាពពុទ្ធដីកាព្រះអង្គសម្ដែងហើយអភិទ្ធរេថកល្យានេបាបាចិត្តតាំងនិវារយេតនធាំងហិករតោបញ្ញបាបស្មឹងរមតីមនោនៅក្នុងន័យជារួមមកគឺព្រះអង្គចង់បញ្ជាក់ថាឲ្យយើងរូតរះមនីនៅក្នុងការធ្វើនៅអំពើល្អបើអត់ឆាប់ធ្វើនៅអំពើល្អសេចក្តីល្អនឹងទេណាអំពើបាបចិត្តបាបទាំងឡាយក៏វានឹងអាចកើតឡើងនៅក្នុងចិត្តរបស់យើងក្នុងខណៈពេលណាមួយណាដូច្នេះសូមយើងទាំងអស់គ្រប់គ្នាតម្កល់ចិត្តឲ្យស្ថិតនៅក្នុងកុសលធម៌ហើយពិធីបុណ្យនេះឧទ្ទិសកុសលជូនចំពោះឧបាសិកាពេងប៉ែតអញ្ចឹងវិធីដែលយើងអាចធ្វើដើម្បីឧទ្ទិសកុសលជូនចំពោះគាត់ណាមានធ្វើជាមួយលោកអ្នកមានសិលប្រសង់លោកអាចារ្យអញ្ចឹងទៅណាហើយណាមួយទៀតឧទ្ទិសឥទាំងវោញាតតៃណង្ហោតុសុគតាហោតុញាតយោទៅរីទៀនទាំងឡាយនេះចូលមានដល់ញាតទាំងឡាយរបស់ខ្ញុំសូមញាតទាំងឡាយរបស់ខ្ញុំចូលជាអ្នកដល់នៅសេចក្តីសុខចុះណាគ្រាន់តែឧទ្ទិសអញ្ចឹងបើមិនចេះថាបាលីទេថាតែខ្មែរឬក៏ការតាំងចិត្តអីតិចទៀតលោកអាចារ្យគាត់ដឹកនាំបន្តទៅទៀតណានឹងយើងក៏បីយល់តាក់ទងពីចំណុចហ្នឹងហើយចុងក្រោយពេលដែលយើងធ្វើជាមួយអ្នកមានសិលហើយឧទ្ទិសចំពោះគាត់ហើយគាត់អនុមោទនានឹងបុណ្យកុសលដែលយើងធ្វើទៅណានឹងបានទៅដល់គាត់ស្របទៅតាមអង្គ3នៃតក្កិណានុបទានសូមអនុមោទនាស្ដាប់បានទេឲ្យតបានខ្លះទុកថាល្អចឹងការសម្ដែងពធណាតាំងពីដើមមកដល់ពេលនេះមានរយៈពេល53.19 វិនាទីជិត1ម៉ោងសូមកើតជាប្រយោជន៍ដល់ញាតិញោមពុទ្ធបរិស័ទកូនចៅប្រុសស្រីដែលអញ្ជើញចូលរួមនៅក្នុងពិធីបុណ្យនេះទាំងអស់គ្រប់គ្នាសូមជាអ្នកមាននៅបញ្ញាជាអ្នកមាននៅសម្មាទិដ្ឋិកាយយល់ត្រូវសូមបានជាបច្ច័យក្នុងការរួចផុតចាកទុក្ខតែម្យ៉ាង